ថ្លានៅក្នុងពិធីប្រគេននៅព្រះសច្ចៈទានមកដល់សមណសិស្សវត្តព្រៃស្ពឺនៅក្នុងថ្ងៃនេះដោយអំណាចនៃសទ្ធាជ្រះថ្លារបស់ញោមញាតិម៉ែបងប្រុសបងស្រីទាំងអស់អ្នកខាងភូមិព្រៃសណ្ដែកតែសុខចម្រើនអនុមោទនីនរខាងប្រាជ្ញាជនបងញោមទាំងអស់ទាំងប្រុសទាំងស្រីទទួលបាននូវពរទាំងឡាយគ្រប់ប្រការអាយុវណ្ណៈសុខៈពលៈរូបភាពជាទីអាណានិមួយឲ្យជាវាសះស្បើយលហែលហើយតរៀនទៅអនុមោទនីបន្តភារៈនេះទទួលឲ្យបងអង្ស៊ីខាងភូមិពេលពីណាម៉ែស្លាប់តកូចតែជ្រួតតែចឹងក៏អស់ចំបានអីក៏បានដែរតែទឹកជ្រុកតែជ្រុកដូចយើងជិះដូចយើងទាំងលោកគ្រូអ្នកគ្រូគណៈកម្មការអគិនុរៈទៀតទីច្រើនឆានអីកូនមកឆានអីប្រាប់ញោមមកការឆានអីក្រោយតាមក្រោយវិញមានទាំងអស់ផងណាអរគុណណាស់បើថានៅខ្វះអីថែមមួយកែវទៀតបានណាគុណណាបាទមុនមក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 កុំអាថាអស់លោកនៅប្រហោងពោះនោះកុំអាថាអស់មើលមើលទៅមក20ដែរថាប្រគេនហ្នឹងហី